ចេញពីធ្វើការមកញ៉ាំបាយថ្ងៃនៅផ្ទះចឹងហើយឃ្លានស្លម្ជូរផលិតមែនទែនតែអត់មានផលិតទេគឺមានតែហ្វឹគីហ្នឹងគឺជាប្រភេទបន្លែព្រៃភ្នំរបស់ជប៉ុនចឹងទៅប៉ុន្តែគេយកគេបេះវាបានគេយកទៅសកហើយគេដាក់ត្រាំទឹកហើយដាក់ក្នុងថង់ចឹងទៅយើងអាចទិញយកមកស្លបានវាមានដើមទូចមានដើមធំប្រភេទហ្វឹគីមានច្រើនប្រភេទចឹងទៅខ្ញុំយកអាដើមទូចយកមកស្លហើយនឹងគឺខ្ញុំច្នៃយកមកស្លម្ជូរលក្ខណៈម្ជូរផលិតចឹងទៅខ្ញុំហៅផលិតដោយសារតែដើមហ្វឹគីនោះវាស្តៀងនឹងផលិតចឹងទៅដោយសារត្រីខ្ញុំវាជាប្រភេទត្រីសមុទ្រចឹងហើយថ្ងៃនេះដូចរៀងមានក្លិនខ្ញុំទិញមករៀងទុកយូរដែរបានដាក់បកកចឹងគឺខ្ញុំស្រុះវាសិនមុននឹងខ្ញុំស្រុះខ្ញុំដាក់ខ្ទឹមនិងគល់ស្លឹកគ្រៃដើម្បីកាត់ឆ្អាបដោយសារតែឃើញតែងនៅពេលដែលខ្ញុំស្រុះរួចហើយគឺខ្ញុំដាំទឹកដាំសាដើមដោយសារតែវារៀងមានក្លិនចឹងដល់ពេលយើងដាំទឹកស្រុះវាហើយអត់សូវមានក្លិនទេបន្ទាប់មកគឺយើងចាប់ផ្ដើមស្លយើងសម្លរបស់ខ្ញុំគឺមានគ្រប់គ្រឿងទាំងអស់មានប្រហុកមានម្ជូរកសាំងអញ្ចឹងទៅចឹងហើយតែឃ្លានហើយមានអីធ្វើនឹងហើយលឿនខ្វាច់បានញ៉ាំបដ ாய் ហើយឆ្ងាញ់មែនទែនដោយនៅខ្មែរយើងដោយស្លម្ជូរផលិតខ្មែរយើងមែនទែនគ្រាន់តែយើងបងត្រីសមុទ្រនិងដើមហ្វឹគីភ្នំរបស់ជប៉ុនទេបន្ទាប់ពីខ្ញុំស្រស់ត្រីខ្ញុំហើយខ្ញុំលាងទឹកស្អាតហើយខ្ញុំបង់សាដើមដោយសារត្រីនឹងវារៀងមានក្លិនអញ្ចឹងណាហើយបង់ហើយយើងដាក់ផលិតចូលមកដោយសារតែផលិតយើងនឹងក៏វាឆ្អិនរួចហើយប្រភេទហ្នឹងគឺគេស្រស់រួចម្ដងហើយប៉ុន្តែខ្ញុំចង់ដាក់ឲ្យវាក្តៅឲ្យវាទន់ហើយច្របឆ្ងាញ់មែនទែនឲ្យដាក់ឲ្យវារៀងរលួយបន្តិចដោយសារផលិតហ្នឹងវាច្របវារៀងរឹងជាងផលិតខ្មែរយើងណាកាពិតនៅហូកៃដូក៏មានផលិតរំចង់ដូចរបស់យើងដែរដូចមានផលិតដូចនៅយើងខ្មែរដែរប៉ុន្តែគេអត់ញ៉ាំទេខ្ញុំឃើញនៅតាមកន្លែងស្រុកសាលាស្រុករបស់ជប៉ុនហ្នឹងគេដាំដាក់មានគេមានស្រះទឹកគេទៅគេដាក់ដាំអញ្ចឹងទៅថ្ងៃណាទេខ្ញុំទៅលួចដកយកមកហ្មងតែគេអត់ឲ្យយើងញ៉ាំទេដោយសារតែគេថារបស់ហ្នឹងជាផ្កាទេជាស្មៅទេមិនមែនជាបន្លែទេអញ្ចឹងខ្ញុំឃើញវាខ្វះកប៉ុន្តែគេឲ្យយើងបេះសោះយកឲ្យយើងដកសោះអញ្ចឹងហើយមានតែឆ្នៃដើមហ្វឹគីនឹងឯងយកមកស្លម្ជូរផលិតស្លម្ជូរឆ្ងាញ់មែនទេហើយម្អមខ្ញុំគឺម្អមក្រៀមខ្ញុំដកមកពីខ្មែរពេលខ្ញុំទៅខ្មែរម្ដងគឺខ្ញុំដកហើយហាលដោយសារខ្ញុំអត់ទិញនៅផ្សារទេគឺខ្ញុំត្រូវដកនៅតាមវាលស្រែយើងទៅស្រែយើងទៅឃើញយើងដកមកយកមកលាងទឹកឲ្យស្អាតយើងហាលឲ្យស្ងួតយើងអាចយកមកតាមខ្លួនបានហើយស្លខ្ញុំលឿនមែនទែនខ្វាច់ឆ្អិនឆ្ងាញ់បានញ៉ាំបដ ாய் នេះហើយដូចដាក់ចានមកអូយយាយពីអូយតំណងមែនទែនឈ្ងុយមែនទែនខ្ញុំញ៉ាំរួចហើយយាយពីចង់ញ៉ាំម្ដងទៀតណាបាយមួយឆ្នាំងចង់ម្នាក់ឯងចង់ខ្ទេច4កំប៉ុងដាំ4កំប៉ុងពីព្រឹកទុកដល់ធ្វើអូបេនតូឲ្យកូនមានឯណានៃខ្លួនឯងមកដោះស្លម្ជូរផលិតដាក់ម្ទេសមកអូយលងតំណងត្មងហើយម្ទេសនឹងដាំខ្លួនឯងទៀតណាម្ទេសអាចសាត់ណាអូយលងតំណងហើយឈ្ងុយមែនតែនតាបង